បាទអញ្ចឹងវីដេអូនេះគឺបង្ហាញតទៅនឹងការចុះវត្តមានអញ្ចឹងជាទូទៅដើម្បីចុះវត្តមានបានលោកគ្រូត្រូវមានថ្នាលបឋម PLP នេះអញ្ចឹងខ្ញុំទាញមកដាក់លើកុំព្យូទ័រស្រាប់តែបើសិនជាលោកគ្រូអត់បានទាញឬក៏ install វាមកលើកុំព្យូទ័រឬក៏ទូរស័ព្ទដៃទេក៏លោកគ្រូអាចចូលទៅក្នុងជ្រោម Google Chrome នេះបានដែរបាទអញ្ចឹងយើងចូលជ្រោមហ្នឹងទៅហើយបន្តមកទៀតលោកគ្រូវាយពាក្យថា PLP បាទអញ្ចឹង PLP ហើយលោកគ្រូចុចពាក្យថាថ្នាលបឋមនេះមកអញ្ចឹងវានឹងចូលដល់កន្លែងគណនីនឹងដូចគ្នាតែបើសិនជាលោកគ្រូមានគណនីស្រាប់នៅលើទូរស័ព្ទដៃឬក៏កុំព្យូទ័រយើងគ្រាន់តែចុចទៅលើapp ហ្នឹងទៅវានឹងលោតចូលមកបានដូចគ្នាបាទអញ្ចឹងដើម្បីចុះវត្តមានបានលោកគ្រូអញ្ចឹងជាធម្មតាពេលព្រឹកយើងត្រូវចុះវត្តមានមុនម៉ោង7ឬក៏ត្រឹមម៉ោង7ហើយពេលចុះវត្តមានហ្នឹងគឺចុះវត្តមានគ្រូមុនបាទអញ្ចឹងនេះគឺវត្តមានលោកគ្រូចុចមក profile ហ្នឹងមកវានឹងលោតពាក្យថាវត្តមានគ្រូវត្តមានសិស្សអញ្ចឹងជាដំបូងលោកគ្រូចុចពាក្យវត្តមានគ្រូនេះសិនមកបាទចុចពាក្យវត្តមានគ្រូហើយលោកគ្រូនឹងឃើញប្រឡោះទាំងអស់នេះនៅកន្លែងនេះបាទអញ្ចឹងឥឡូវឧទាហរណ៍ថាគាត់បរៀនវេនសំទោសវេននេះកន្លែងនេះគេដាក់ថាវេនថ្ងៃត្រង់អញ្ចឹងអត់ត្រូវលោកគ្រូដូរមកវេនរសៀលមកបាទព្រោះគ្រូបន្ទប់ថ្នាក់របស់ខ្ញុំនេះគាត់មកវេនរសៀលអញ្ចឹងចុចពាក្យរសៀលមកអញ្ចឹងកន្លែងនេះវាមានពាក្យថាកត់ត្រាចូលបាទអញ្ចឹងលោកគ្រូគ្រាន់តែចុចពាក្យថាកត់ត្រាចូលមកបានហើយលោកគ្រូបាទចុចត្រាចូលអញ្ចឹងមកអញ្ចឹងមានគាត់បានមកដល់សាលាហើយអញ្ចឹងនៅពេលដែលគាត់រៀនចប់សំទោសពេលបរៀនចប់ការងាររហូតដល់ម៉ោង5ឬក៏5គត់5 1នាទីអីចឹងលោកគ្រូចុចពាក្យថាកត់ត្រាចេញនេះវិញមកជាការស្រេចលោកគ្រូបាទបន្តមកទៀតក្រោយពីលោកគ្រូចុចអវត្តមានរបស់ខ្លួនឯងហើយលោកគ្រូទៅចុចកន្លែង profile នឹងដដែលហើយលោកគ្រូចុចមកពាក្យថាវត្តមានសិស្សនៅពេលដែលយើងចូលថ្នាក់លោកគ្រូបាទពេលចូលថ្នាក់ទៅយើងចង់ចុះវត្តមានសិស្សយើងចុចកន្លែងហ្នឹងមកបាទអញ្ចឹងជាទូទៅនៅក្នុងវត្តមានសិស្សអត់ពិបាកដូចលើកមុនទេលោកគ្រូគ្រាន់តែចុចមកដល់កន្លែងវត្តមានសិស្សហើយគឺទិន្នន័យសិស្សទាំងអស់របស់លោកគ្រូនឹងត្រូវបានគូសทิចវត្តមានរួចជាស្រេចអញ្ចឹងមានសិស្សនឹងបានមកហើយអញ្ចឹងលោកគ្រូគ្រាន់តែចូលទៅដកសិស្សណាដែលគាត់អវត្តមានឬក៏គាត់សុំច្បាប់អញ្ចឹងខ្ញុំឧទាហរណ៍ទេលោកគ្រូបាទឥឡូវឧទាហរណ៍ផ្ទាំងសិស្សរបស់គាត់អញ្ចឹងស្រាប់តែមានសិស្សម្នាក់ហ្នឹងអត់បានមកឧទាហរណ៍អ៊ុនច័ន្ទដាវីតនេះក៏អត់បានមកទេអញ្ចឹងលោកគ្រូចុចខ្វែងមកចុចខ្វែងមានន័យថាគាត់ឈប់ហើយអត់ដឹងមូលហេតុមានន័យថាអវត្តមានអត់ច្បាប់តែបើសិនជាកន្លែងយឺតនេះបាទមានន័យថាគាត់មកដែរតែមកយឺតបាទហើយយឺតដោយសារហេតុអីហើយជាទូទៅលោកគ្រូអត់ចាំបាច់ដាក់ក៏បានដែរនេះលើកទឹកចិត្តចឹងហ្មងបាទអញ្ចឹងគួរតែដាក់អវត្តមានហើយនឹងអវត្តមានទៅបានដែរហើយជំរឿសចុងក្រោយគឺគេដាក់ការបរិច្ឆេទនេះអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺសុំច្បាប់អញ្ចឹងមានន័យថាតើគាត់សុំច្បាប់ហ្នឹងសុំច្បាប់ទៅណាមូលហេតុអីឥឡូវឧទាហរណ៍លោកគ្រូបាទខ្ញុំគាត់ឧទាហរណ៍ថាគាត់គ្រុនអញ្ចឹងលោកគ្រូសេពាក្យគ្រុនមកតែប៉ុណ្្នឹងមកបានហើយឬក៏ឈឺឬក៏ទៅស្រុកឬក៏គាត់បដូរទីលំនៅអីចឹងផ្សេងទៅលោកគ្រូបាទអញ្ចឹងក្រោយពីលោកគ្រូធ្វើហើយសូមកុំភ្លេចពាក្យចុចថារក្សាទុកបើលោកគ្រូអត់បានចុចពាក្យរក្សាទុកទេមានន័យថាលោកគ្រូអត់ទាន់បានចុះវត្តមានសិស្សទេបាទអញ្ចឹងឥឡូវខ្ញុំសូមដាក់មកវិញដោយសារតែសិស្សគាត់មកទាំងអស់បាទអញ្ចឹងខ្ញុំដាក់វត្តមានមកទាំងអស់បាទមកទាំងអស់បាទអត់មានអ្នកឈប់ទេអញ្ចឹងខ្ញុំចុចពាក្យថារក្សាទុកអញ្ចឹងរក្សាទុកលោកគ្រូត្រូវរងចាំវាចុះវត្តមានឲ្យគ្រប់ 100% សិននេះបច្ចុប្បន្នភាពវត្តមានជោគជ័យ36នាក់ហ្នឹងបានជោគជ័យលោកគ្រូបាទអញ្ចឹងឃើញវត្តមានរបស់លោកគ្រូត្រូវបានចុះរួចរាល់បាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចែកជូនលោកគ្រូដែលអត់ទាន់អាចចុះវត្តមានសិស្សហើយនិងវត្តមានគ្រូបានបាទអរគុណច្រើនហើយបើមានចម្ងល់គ្រូក៏អាចសួរបន្ថែមទៀតបានដែរកន្លែងណាចេះគឺចែកម្លែកដោយក្តីរីករាយបាទអរគុណច្រើនលោកគ្រូ